សួស្តីប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅក្នុងព័ត៌មានថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025សារព័ត៌មានសង្ហបុរី CNA បានរាយការណ៍ថាប៉ូលីសសង្ហបុរីបានរឹបអូសទ្រព្យសម្បត្តិជាង$150លានសង្ហបុរីនិងទ្រព្យសម្បត្តិផ្សេងទៀតរួមទាំងទូកកំសាន្តដ៏មានតម្លៃមួយគ្រឿងរថយន្ត11គ្រឿងនិងស្រាថ្លៃជាច្រើនដងនេះបើយោងតាមប៉ូលីសនៅថ្ងៃព្រហស្បតិ៍ទី30ខែតុលាថាប្រតិបត្តិការនេះជាផ្នែកមួយប្រឆាំងនឹងក្រុមហ៊ុន Prince Holding Group របស់កម្ពុជាដែលមានស្ថាបនិកគឺលោកឈិនស៊ីក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ31ប៉ូលីសនិយាយថាមានការតាក់ទងនឹងបទល្មើសលាងលុយកខ្វក់និងការក្លែងបន្លំយោងតាមការចោទប្រកាន់ក្រុមហ៊ុន Prince Holding Group បានសាងសង់យ៉ាងហោចណាស់10អគារនៅក្នុងប្រទេសកម្ពុជាជាកន្លែងដែលកម្មករជាញឹកញាប់ជាជនរងគ្រោះអន្តោប្រវេសន៍ដែលត្រូវបានបង្ខំឲ្យតាក់ទងជនរងគ្រោះរាប់ពាន់នាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមឬវេទិកាផ្ញើសារតាមអ៊ីនធឺណិតហើយកសាងទំនាក់ទំនងនិងតាក់ទាញពួកគេឲ្យផ្ទេររូបិយប័ណ្ណគ្រីបតូដោយសង្ឃឹមថានឹងទទួលបានផលចំណេញពីការវិនិយោគយ៉ាងច្រើនជនជាតិសង្ហបុរី3នាក់និងអង្គភាពចុះបញ្ជីនៅសង្ហបុរីចំនួន17ថែមទៀតស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយនឹង Prince Group ហើយនឹងលោកឈិនចំណែកកាសែត The Korea Times និយាយថាប្រធានាធិបតី Donald Trump បានបញ្ជាក់ជាថ្មីនៅថ្ងៃសុក្រទី31ខែតុលានេះថាសហរដ្ឋអាមេរិកនឹងបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញហើយលោកមិនបានឆ្លើយដោយផ្ទាល់ទេនៅពេលដែលសួរថាតើវានឹងរួមបញ្ចូលការសាកល្បងនុយក្លេអ៊ែរក្រោមដីបែបប្រពៃណីដែលជារឿងធម្មតាមាននៅក្នុងអំឡុងសង្គ្រាមត្រជាក់ឬអត់លោកត្រាំបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលដែលលោកហោះទៅកាន់ Palm Beach រដ្ឋ Florida នៅពេលសួរអំពីការធ្វើតេស្តនុយក្លេអ៊ែរក្រោមដីលោកថាអ្នកនឹងដឹងឆាប់នេះប៉ុន្តែយើងនឹងធ្វើតេស្តខ្លះប្រទេសដទៃកំពុងធ្វើវាប្រសិនបើពួកគេកំពុងធ្វើយើងនឹងធ្វើវាយល់ព្រមទេលោកត្រាំកាលពីថ្ងៃប្រហ័សបាននិយាយថាលោកបានបញ្ជាឲ្យយុធាអាមេរិកបានចាប់ផ្ដើមដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញភ្លាមបន្ទាប់ពីផ្អាកអស់រយៈពេល33ឆ្នាំដែលហាក់ដូចជាសារមួយទៅកាន់មហាអំណាចនុយក្លេអ៊ែរចិននិងរុស្ស៊ីលោកត្រាំបានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនោះនៅលើបណ្ដាញសង្គម Truth Social ដែលលោកកំពុងធ្វើដំណើរទៅជួបប្រធានាធិបតីចិនស៊ីឈីនពីងសម្រាប់វគ្គចរចាពាណិជ្ជកម្មនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងវាមិនច្បាស់ភ្លាមទេថាតើលោកត្រាំកំពុងសម្ដៅលើការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរដែលនឹងត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលសន្តិសុខនុយក្លេអ៊ែរជាតិឬក៏សាកល្បងមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរគ្មានប្រទេសនុយក្លេអ៊ែរណាក្រៅពីកូរ៉េខាងជើងថ្មីនេះគឺក្នុងឆ្នាំ2017ដែលបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែររយៈពេលជាង25ឆ្នាំកន្លងមកនេះ